ខ្ញុំនឹងមិនភ្លេចសេចក្តីសប្បុរសនេះឡើយខ្ញុំត្រូវតែសម្លាប់នាលីវសៀងដើម្បីការពារកញ្ញាខ្វៃឡនពន្លឺថ្ងៃច្បាស់នាលីវសៀងប្រហែលជាមិនហ៊ានអួតអាងបែបនេះទេកញ្ញាខ្ជូឡានមិនបានឃើញអ្នកយូរហើយអ្នកដើរឆ្លងកាត់ខ្ញុំបានឮថាអ្នកបានក្លាយជាសិស្សខាងក្រៅនៃនិកាយឈិនយុននាពេលអនាគតខ្ញុំនឹងការពារអ្នកកញ្ញាខ្ជូឡានឥឡូវនេះសូមដោះសម្លៀកបំពាក់នេះចេញហើយប្រគល់វាមកខ្ញុំតើអ្នកចង់មានន័យយ៉ាងណាដោយនិយាយបែបនេះអ្នកដើរឆ្លងកាត់កញ្ញាខ្ជូឡានអ្នកយល់ច្រឡំហើយក្លិនក្រអូបរបស់អ្នកមិនទាន់លេចចេញមកប្រហែលជាកំពុងលាក់ខ្លួននៅក្នុងវិមានរបស់អ្នកឲ្យសម្លៀកបំពាក់មកខ្ញុំបានធ្វើពុតជាអ្នកគាត់ប្រកាសជានឹងបង្ហាញខ្លួនល្អកញ្ញាខ្ជូឡានមិនល្អខ្ញុំពោលហើយខ្ញុំជឿថាគ្មានផ្កាណាដែលខ្ញុំមិនអាចបេះបានទេទោះបីជាខ្ញុំចង់បានប៉ុន្មានក៏ដោយយកវាមកទីរោគក្មេងនេះពិតជាទន់ភ្លន់និងទន់ខ្សោយណាស់បន្តិចមានអ្វីខុសជាមួយមនុស្សម្នាក់នេះនារីវ័យក្មេងម្នាក់ត្រូវបានចាប់ពង្រត់ដោយ Night Legionចាំមើលថៃខ្ញុំផងសូមជូនដំណឹងមកខ្ញុំភ្លាមប្រសិនបើមានការរំខានណាមួយនៅខាងក្រៅសម្រស់តូច Night Vision ពួកគេអាចរកឃើញអាសយដ្ឋានរបស់ខ្ញុំនាងក៏អាចក្លែងខ្លួនជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ខ្ញុំបានអ្នកជានរណាខ្ញុំគឺ Yang Zichuan ជាសិស្សខាងក្រៅនៃនិកាយ Lai Hiu ខ្ញុំបានស៊ើបអង្កេតអ្នកយ៉ាងយកចិត្តទុកដាក់អស់រយៈពេលច្រើនខែមកហើយប្រសិនបើអ្នកដឹងពីអ្វីដែលល្អសម្រាប់មកគាត់បានធ្វើអត្តឃាតខ្ញុំនឹងទៅជួបអ្នកផ្ទាល់នៅលើដំណើររបស់អ្នកហ៊ាននិយាយដោយក្រអឺតក្រទុំបែបនេះបន្ទាប់ពីត្រូវបានបំពុលដោយធូបចាប់ព្រលឹងរបស់ខ្ញុំមែនទេចាប់ពីពេលដែលអ្នកចូលទៅក្នុងផ្ទះនេះព្រះមហេសីរបស់លីហ៊ូចុងត្រូវបានគេបំពុលរួចហើយវាត្រូវតែមានរសជាតិពិសេសខ្ញុំនឹងទៅខាងវិញ្ញាណជាមុនសិនបន្ទាប់មកអ្នកអាចទៅខាងវិញ្ញាណបានវ៉ានខ្ជូឡានជនកំណាចស្វែងរកសេចក្តីស្លាប់ក្មេងស្រីតូចកាលណាអ្នកធ្វើឲ្យមេរេឌៀនរបស់អ្នកសកម្មកាន់តែច្រើនកាន់តែលឿនហួតខ្ញុំណែនាំអ្នកឲ្យចុះចាញ់ដោយស្ដាប់បង្គាប់ខ្ញុំកំពុងមកគាត់ត្រូវបានបំពុលដោយធូបព្រលឹងសត្វខ្លាចថាវានឹងមិនមានរយៈពេលយូរទេ Yang Zichuan នៅក្នុងព្រលឹងត្រូវបានសើមកដល់វេនខ្ញុំបន្ទាប់ហើយក្លិនក្រអូបនៃធូបព្រលឹងសត្វត្រឆាននេះនឹងមានរយៈពេលប្រហែល3ថ្ងៃ3យប់បើខ្ញុំស្នាក់នៅក្នុងប៉មរយៈពេល3ថ្ងៃ3យប់តើថ្នាំពុលនឹងមិនអាចព្យាបាលបានទេចូលទៅខាងក្នុងហើយបដូរសម្លៀកបំពាក់សម្រស់តូចបានមកដល់ហើយស្រីស្អាតតូចឲ្យខ្ញុំមកដល់ហើយសម្រស់តូចស្បែកទន់បែបនេះកំពុងរងចាំនរណាម្នាក់សួស្តីអ្នកជាសិស្សរបស់និកាយឈីងយូអ្នកមិនចាប់អារម្មណ៍នឹងខ្ញុំទេមែនទេឬអ្នកគួរតែអនុញ្ញាតឲ្យខ្ញុំទៅអ្នកហ៊ានបំផ្លាញផែនការរបស់ខ្ញុំស្លាប់តើវាអាចទៅរួចដោយរបៀបណាត្រូវបានគេបាញ់ជាមួយគ្រាប់ជីអង្កាំទេអណ្ដូងខ្យល់ព្យុះ
ខ្ញុំគ្មានកម្លាំងនៅសល់ទេតើអ្នកអាចដាក់វាចូលក្នុងមាត់ខ្ញុំបានទេខ្ញុំពិតជាដឹងគុណអ្នកខ្លាំងណាស់ហើយនឹងខ្ញុំប្រកាសជានឹងឡើងដល់កម្ពុជានៅថ្ងៃណាមួយសូងរិនបានបង្កើតស្រុកនេះដោយផ្ទាល់ទោះបីជានីលីវសៀងបានស្លាប់ក៏ដោយប៉ុន្តែបរិះរបស់គាត់មិនមានចិត្តសប្បុរសទេអ្នកត្រូវតែប្រុងប្រយ័ត្នខ្ពស់ត្រូវប្រុងប្រយ័ត្នផងដែរ300ឆ្នាំជំនាញភាពរហ័សរហួនចំនួន13ត្រូវបានធ្វើឲ្យសកម្មធម៌ខាងវិញ្ញាណទាំង13ដែលរហ័សរហួនបានផងដែរអរគុណច្រើនអ្នកដើរកាត់សួស្ដីតើយើងនឹងមានឱកាសជួបគ្នាម្ដងទៀតនៅពេលអនាគតទេពិបាកនិយាយណាស់ខ្ញុំបានចាប់ផ្ដើមដើរលើមេរៀននៃការដាំដុះមានគោលបំណងធ្វើដំណើរជុំវិញពិភពលោកការរីកចម្រើនតាមរយៈបទពិសោធន៍ផ្លូវខាងមុខពោពេញដោយលទ្ធភាពបាត់ចាស់វិញ្ញាណមិនមែនជាសត្វធម្មតាទេតើអ្នកដើរកាត់អាចតាំងចិត្តនៅទីក្រុងតូចមួយតាមមាត់ទន្លេបែបនេះដោយរបៀបណានេះសម្រាប់អ្នកដើរឆ្លងកាត់ខ្ញុំសង្ឃឹមថាអ្នកនឹងចងចាំខ្ញុំនៅពេលអនាគតថែរក្សាខ្លួនឯងផងHey Shufiang អ្នកចង់សម្រាប់ខ្ញុំអ្នកនិយាយត្រូវខ្ញុំដឹងថាអ្នកមានឱកាសទទួលបានជញ្ជាំងឆ្អឹងពោះពេលខ្ញុំទៅដល់អាណាចក្រនៃសត្វវមាសខាងវិញ្ញាណគ្មានឱកាសតតែសោះអូព្រះជាម្ចាស់ឲ្យប្រហែលជាអាណាចក្រយុនស៊ីគ្មានអ្វីពិសេសទេបងប្រុសដាឡានសូមជួយសង្គ្រោះខ្ញុំផងតើមានអ្នកជំនាញបន្ថែមទៀតទេគិតអំពីអ្នកសិល្បៈក្បាច់គុនដែលមានចំណេះដឹងពួកគេពិតជាមានកម្លាំងដ៏ខ្លាំងក្លាបែបនេះមែនបងប្រុសច្បងភរិយាណាឡានគឺជាស្ត្រីដ៏ឆ្លាតវៃនិងមានល្បិចកលដែលអាចស្រូបយកអំណាចវេទមន្តបានជិត4កម្រិតការស្លាប់ជាក់លាក់បងប្រុសច្បងសម្រាប់គាត់ឲ្យលឿនធានាបានតែជ្រលងភ្នំដែលអ្នកដើរកាត់នោះមានបានផ្ដល់ឲ្យអ្នកនៅអ្វីខ្លះយើងត្រូវតែកម្ចាត់គាត់ចោលខ្លួនអ្នកនៅកន្លែងដែលមានសុវត្ថិភាពបន្ទាប់មកចូលទៅក្នុងទីធ្លាវត្តបង្កើនកម្លាំងបន្ថែមទៀតមានតែពេលនោះទេដែលនឹងមានអ្នកណាដើម្បីបំផុតពីកណ្ដាប់ដៃខ្ញុំនៅថ្ងៃនេះបានទេហេតុអ្វីអ្នកបានមកដល់ហើយនាយកដ្ឋានផែនការយុទ្ធសាស្ត្រតើប្រជាជននៃណា Narafi Chifi Yang អនុញ្ញាតឲ្យខ្ញុំចូលទៅក្នុងភាពដាំដុះវិមាននាក្រហមគ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នានឹងរស់រានមានជីវិតឡើយទីបំផុតខ្ញុំបានចំណាយពេល500ឆ្នាំជាចុងក្រោយលំពេងវិញ្ញាណទាំង5ត្រូវបានបាញ់ចេញដោយជោគជ័យលើកនេះខ្ញុំអាចអនុវត្តបច្ចេកទេសក្បាច់គុនបុរាណគឺ Dragon Roll Wave Disturbance ជំនាញដែលមិនអាចទ្រាំទ្របានរបស់ឡងឈៀវក៏បានលើ